រឿងរ៉ាវចាប់ផ្ដើមនៅពេលដែលចារិនប្រញាប់ប្រញាល់ទៅជួបលោកឪពុកដែលកំពុងស្ថិតក្នុងខ្សែជីវិតចុងក្រោយពេលដែលនាងទៅដល់ភ្លាមម៉ាស៊ីនតាមដានចង្វាក់បេះដូងក៏បានរលត់ទៅវិញបេះដូងរបស់លោកបានជប់លុតហើយនៅក្នុងពិធីបុណ្យសពនាងមិនបាននៅម្នាក់ឯងទេបងប្អូនស្រីជីដូនមួយនិងម៉ែចុងបានយំសោកសឹកសួរដូចជាពិភពលោកទាំងមូលបានលិចលង់បន្ទាប់មកសាច់រឿងបាននាំយើងថយក្រោយ20ឆ្នាំទៅកាន់ពេលដែលលោកឪពុកបានជួបស្ត្រីម្នាក់នោះដំបូងវាគឺជាស្នេហាចាប់ពីក្រឡេកឃើញដំបូងយ៉ាងលឿនយ៉ាងខ្លាំងក្លារហូតដល់គាត់បានមករស់នៅជាមួយនាងនិងកូនស្រីទាំងពីររបស់នាងមុនពេលស្លាប់គាត់បានក្រសៀវប្រាប់ចារិនថាគាត់បានទុកអំណោយមួយនៅក្នុងថតតុអ្នកណាក៏ប្រហែលជានឹកគិតថាជាលុយឬមីដែរប៉ុន្តែវាគឺជាសម្បត្តិមួយនៅក្នុងនោះលោកឪពុកបានបន្សល់ទុកនៅដំបូន្មាននិងបេសកកម្មដ៏ចម្លែកមួយគឺឲ្យទៅធ្វើការនៅសន្តាគារឆុងដាងដែលជាទីកន្លែងនាងអាចនឹងបានជួបបុរសមានស្តុកស្ដម្នាក់ដែលអាចមើលថែរក្សានាងបានទីនេះហើយជាកន្លែងដែលភាពវិពិតប្រាកដរបស់ចារិនបានចាប់ផ្ដើមសន្តាគារឆុងដាងគឺជាកន្លែងដ៏ប្រណីតមួយដែលភ្លឺចែងចាំងជាងអនាគតរបស់នាងទៅទៀតម្ចាស់សន្តាគារគឺជាបុរសសង្ហានិងមានទ្រព្យស្តុកស្ដម្ភប៉ុន្តែមានភាពប្រអើតក្រទមខ្លាំងណាស់នៅពេលដែលជំនួយការរបស់គាត់បានប្រាប់ថាប្រាក់ចំណេញរបស់សន្តាគារបានធ្លាក់ចុះយ៉ាងគំហុកគាត់គ្រាន់តែស្មាហើយនិយាយថាមិនអីទេពួកយើងមានលុយស្រាប់ហើយក្រោយមកគាត់ក៏ទទួលបានការខលមកពីមិត្តភក្តិម្នាក់ថានឹងមានពិធីមង្គលការមួយរៀបចំឡើងនៅសន្តាគារពេលបាននៅបែបនេះគាត់មានអារម្មណ៍ថាព្រមលិខិតប្រហែលជាកំពុងបើកទ្វារហើយនៅថ្ងៃរៀបការសាមញ្ញដើរយ៉ាងស្រស់ស្អាតនិងសង្ហាជាមួយឆ័ត្ររបស់គាត់ដូចជាចង់ប្រាប់ថាខ្ញុំមានទ្រព្យនិងភាពប្រណីតមុនពេលពិធីចាប់ផ្ដើមបន្តិចបុរសម្នាក់ព្យាយាមបំផ្លាញពិធីមង្គលការនោះហើយសាមញ្ញក៏បានប្រឈមមុខដាក់គាត់ដោយប្រើឆ័ត្រដោយធ្វើឲ្យគាត់ខ្មាស់គេចំពោះមុខអ្នកគ្រប់គ្នាពិធីជប់លៀងគឺពោពេញទៅដោយភាពរីករាយប៉ុន្តែចារិនមានអារម្មណ៍ថាមានភាពទន់ស្ងប់ស្ងាត់ក្នុងចិត្តនាងតែងតែស្រមៃថាលោកឪពុកនឹងដើម្បីដឹកដៃនាងចូលរោងការថ្ងៃក្រោយទន្ទឹមនឹងនោះព្រះអង្គម្ចាស់ដ៏ស្តុកស្ដម្ភអាចមានអារម្មណ៍ថាស្ត្រីគ្រប់រូបសម្លឹងមកកាន់រូបលោកសម្រាប់លោកពួកនាងគ្រាន់តែជាថ្មដែលស្វែងរកការអនុម័តនិងប្រាក់ពីលោកប៉ុណ្ណោះនៅចុងបញ្ចប់នៃពិធីនេះកន្សែងដៃរបស់លោកបានហើរចេញទៅហើយដោយសំណាងឬព្រំលិខិតវាបានធ្លាក់ក្នុងដៃរបស់ចារិនដោយឃើញសញ្ញាសម្គាល់សន្តាគារនៅលើនោះនាងមានអារម្មណ៍ថាព្រំលិខិតអាចនៅខាងនាងប៉ុន្តែសង្ឃឹមរបស់នាងមិនស្ថិតស្ថេរយូរនោះទេនៅផ្ទះម៉ែចុងរបស់នាងបានប្រកាសថានាងមានផ្ទៃពោះមិនត្រឹមតែប៉ុណ្ណោះចារិនបានរកឃើញថាលោកឪពុកមិនបានបន្សល់ទុកប្រាក់ទេគឺមានតែបំណុលប៉ុណ្ណោះនាងត្រៀមនឹងរឹបអូសផ្ទះរបស់ពួកគេម៉ែចុងរបស់នាងព្យាយាមបង្រៀនរំដើម្បីរកប្រាក់ប៉ុន្តែបានដួលសន្លប់ដោយសារអស់កម្លាំងនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយនឹកឃើញដល់សម្បត្តិរបស់លោកឪពុកចារិនសម្រេចចិត្តថាដល់ពេលត្រូវដាក់ពាក្យសុំការងារនៅសន្តាគារហើយអស់រយៈពេល30ថ្ងៃនាងបានទប់ចិត្តខ្លួនឯងរបបអាហារតឹងរឹងការថែទាំខ្លួនឯងការត្រៀមលក្ខណៈនិងចាត់ទុកការសម្ភាសន៍ដូចជាការប្រឡងដ៏ធំបំផុតក្នុងជីវិតរបស់នាងនៅថ្ងៃដ៏សំខាន់នោះនាងបានឡើងជណ្ដើរប៉ុន្តែស្បែកជើងរបស់នាងបានរបូតចេញនាងរត់ទៅចាប់វាស្រាប់តែឃើញវាស្ថិតក្នុងដៃរបស់បុរសសង្ហាដ៏ arrogant ព្រះអង្គម្ចាស់គាត់បានប្រាប់នាងយ៉ាងត្រជាក់ថាខ្ញុំនឹងបំផ្លាញនាងមួយសន្ទុះនាងគិតថាគាត់និយាយថាខ្ញុំនឹងយកឈ្នះនាងប៉ុន្តែទេស្បែកជើងបានប៉ះក្បាលគាត់ហើយគាត់ចោទប្រកាន់នាងថាព្យាយាមឃាតកម្មដោយភ័យខ្លាចនាងពន្យល់ថាវាជាឧបទ្ទវហេតុប៉ុន្តែគាត់មានការភ័យខ្លាចនិងស្រមើស្រមៃពីរឿងខុបខិតគ្រប់ទីកន្លែងដោយអស់កម្លាំងនាងក៏ផ្ទុះកំហឹងហើយនិយាយថាប្រសិនបើខ្ញុំពិតជាចង់សម្លាប់អ្នកមែនអ្នកស្លាប់បាត់ទៅហើយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងប្រញាប់រត់ចូលបន្ទប់ទឹកដើម្បីស្ងប់អារម្មណ៍ដោយសូត្រគំនិតវិជ្ជមានម្ដងទៀតនិងព្យាយាមផ្ដោតលើការសម្ភាសន៍ប៉ុន្តែអ្វីដែលធ្វើឲ្យនាងគឺបុរស arrogant ម្នាក់នោះបែរជាម្ចាស់សន្តាគារនិងជាអ្នកសម្ភាសន៍នាងទៅវិញគាត់បង្កចំនួនរហូតដល់នាងធ្វើពុតជាធ្មប់ហើយបណ្ដាសាគាត់ធ្វើឲ្យគាត់ភ័យខ្លាចជាលើកទី2យប់នោះនាងបានរៀបរាប់ប្រាប់មិត្តភក្តិពេលផឹកស៊ីមិត្តរបស់នាងនិយាយចំថានាងបានបំផ្លាញឱកាសមាសហើយអាចនឹងត្រូវទៅបម្រើការងារផ្សេងទន្ទឹមនឹងនេះព្រះអង្គម្ចាស់មិនអាចគេងលក់បានទេមុខរបស់ចារិននៅតែលេចឡើងក្នុងចិត្តរបស់គាត់ហាក់ដូចជាគំនិតរបស់គាត់ជាប់នឹងនាងព្រឹកព្រលឹមគាត់ទទួលបានទូរស័ព្ទពីចាមីអបអរសាទរគាត់ចំពោះការជួលនាងដំបូងនាងមានការភ្ញាក់ផ្អើលនិងសង្ស័យប្រហែលជាអន្ទាក់ប៉ុន្តែបន្ទាប់ពីបានឮអំពីប្រាក់ខែនិងអត្ថប្រយោជន៍នាងបានទទួលយកការងារនេះហើយប្រាប់គាត់ដោយទំនុកចិត្តថ្មីវាពិតជាសប្បាយរីករាយណាស់ដែលបានធ្វើការជាមួយអ្នកចុងប្រែជាក្រហមភ្លាមនៅថ្ងៃដំបូងរបស់នាងឃើញសាមញ្ញពាក់ខ្សែក្រវ៉ាត់ចម្លែកមួយដែលធ្វើឲ្យនាងពិបាកទប់សំណាច់ណាស់គាត់បាននិយាយដោយ arrogance ថាមិនបាច់ខ្លាញ់បន្លំទេនិយាយអ្វីដែលអ្នកគិតមកដូច្នេះនាងឆ្លើយដោយស្មោះត្រង់ថាវាមើលទៅដូចជាខ្សែក្រវ៉ាត់ការពារខ្លួនដោយភាពខ្មាស់អៀនគាត់ក៏បានដោះវាចេញមិនយូរប៉ុន្មានការជួបជុំស្វាគមន៍មួយត្រូវបានរៀបចំឡើងដែលអ្នករាល់គ្នាចែករំលែកក្តីសុបិននៅពេលដែលចារិននិយាយថានាងចង់ក្លាយជា Cinderella សាមញ្ញមានប្រតិកម្មមិនល្អទេគាត់គិតថានាងគ្រាន់តែចង់រៀបការជាមួយអ្នកមានដោយក្តៅក្រហាយគាត់សម្រេចចិត្តថានាងមិនគួរធ្វើការនៅសន្តាគារទេប៉ុន្តែនាងមិនបោះបង់ឡើយដូច្នេះពួកគេក៏ព្រមព្រៀងគ្នាប្រកួតប្រជែងបើនាងឈ្នះនាងនឹងបន្តការងារបើចារិនចាញ់នាងត្រូវតែចាក់ចេញអ្នកទាំងពីរសម្លឹងមុខគ្នាហើយដឹងច្បាស់ថាគ្មាននរណាម្នាក់ព្រមចាញ់ឡើយការប្រកួតទី1គឺកម្លាំងកាយសាមញ្ញឈ្នះយ៉ាងងាយការប្រកួតទី2គឺអ្នកណាអាចផឹកស្រាបានច្រើនជាងលើកនេះចារិនឈ្នះគាត់ដែលធ្វើឲ្យគាត់ស្ទើរតែចង្អោរពួកគេចុះកិច្ចសន្យាភ្លាមប៉ុន្តែចារិនស្រវឹងខ្លាំងពេកហើយត្រូវការទៅបន្ទប់ទឹកសាមញ្ញព្យាយាមជួយនាងចារិនបដិសេធទាំងខ្មាស់អៀនប៉ុន្តែពេលនាងដើរមិនរួចសាមញ្ញក៏ក្លាយជាវីរបុរសដោយបីនាងឡើងរួចរត់យ៉ាងលឿនខណៈពេលដែលចារិនកំពុងរកបន្ទប់ទឹកយ៉ាងតក់ក្រហល់សាមញ្ញបានបីនាងហាក់ដូចជាកំពុងជួយសង្គ្រោះជីវិតនាងក្នុងបន្ទប់ទឹកនាងឃើញសាមញ្ញកំពុងរងចាំនៅខាងក្រៅហើយនាងក៏មានអារម្មណ៍រំភើបក្នុងចិត្តពេលចេញមកក្រៅនាងមានអារម្មណ៍ខ្មាស់អៀនខ្លាំងភ្លាមនោះដាណាក៏បង្ហាញខ្លួនហើយណែនាំខ្លួនថាជាគូដណ្ដឹងរបស់សាមញ្ញចារិនមានការភ្ញាក់ផ្អើលប៉ុន្តែធ្វើឲ្យរួចរត់ចេញទៅយើងក៏បានដឹងថាការភ្ជាប់ពាក្យរបស់ពួកគេគ្រាន់តែជាការរៀបចំតាមចំនួនប៉ុណ្ណោះពួកគេមិនបានស្រឡាញ់គ្នាទេប៉ុន្តែដាណាទាមទារឲ្យសាមញ្ញបំពេញតួនាទីដើម្បីការពារកេរ្តិ៍ឈ្មោះរបស់នាងចារិនឈឺចាប់ព្រោះនាងជឿថាគាត់កុហកថានៅលីវនឹងមិនចង់រៀបការម៉ែចង់ប្រាប់នាងថាប្រុសតែងតែសម្ដែងដើម្បីលួងលោមស្រីប៉ុន្តែចារិនមិនអាចបំភ្លេចទង្វើដែលគាត់បីនាងបានទេចំណែកឯសាមញ្ញវិញក៏ដេកមិនលក់ដែរគាត់នៅតែបើកមើលវិញ្ញាទីនោះម្ដងហើយម្ដងទៀតហើយមុខឡើងក្រហមមិនឈប់ពេលក្រោយមកមិត្តភក្តិរបស់ចារិនប្រាប់នាងថានាងទៅថតសៀវភៅសម្លេងបែបស្រាលៗមួយហើយចង់ឲ្យចារិនស្ដាប់ប៉ុន្តែចារិនបដិសេធទោះបីជានាងតែងតែគ្រប់គ្រងគម្រោងមិត្តភក្តិរបស់នាងជានិច្ចក៏ដោយចំណែកឯដាណាវិញនាងខឹងសម្បាពេលឪពុកនិយាយរឿងរៀបការនាងបញ្ជាក់យ៉ាងច្បាស់ថានាងពិតជាចង់រៀបការមែនហើយកាយវិការដ៏កែច្នៃរបស់នាងធ្វើឲ្យឪពុកនាងផ្ទាល់ក៏ខ្លាចដែរព្រឹកបន្ទាប់សាមញ្ញឌឺដងដាក់ចារិនប៉ុន្តែនាងគ្មានអារម្មណ៍លេងសើចឡើយគាត់គិតថាចារិនប្រហែលជាប្រច័ណ្ឌឬព្យាយាមអូសទាញគាត់ព្រោះតែលុយរបស់គាត់
ប៉ុន្តែចារិនតបវិញយ៉ាងចំថាខ្ញុំគ្មានថ្ងៃស្រឡាញ់មនុស្សដែលសិតមិនគ្រប់ដូចជាអ្នកដាច់ខាតបន្ទាប់មកបុគ្គលិកម្នាក់បានបង្ហាញនាងឲ្យឃើញកន្លែងលេងរបស់កុមារតែបង្កើតឡើងព្រោះអតិថិជនអ្នកមានមិនដែលបានសប្បាយក្នុងវ័យកុមារដោយសារតែការរំពឹងទុកដ៏តឹងរ៉ឹងពេកនៅទីនោះនាងឃើញសាម៉ាន់កំពុងលេងក្នុងអាំងបាល់ដូចក្មេងតូចភាពភ្ញាក់ផ្អើលនៅតែបន្តខណៈពួកគេដើរកាត់កន្លែងណាត់ជួបដ៏រ៉ូមែនទិកមួយដែលអ្នកណាព្យាយាមញ៉ែសាម៉ាន់គឺត្រូវបានឆាត់របស់គាត់បដិសេធទាំងអស់ពេលក្រោយមកសាម៉ាន់អូសនាងទៅដើម្បីវឹកហាត់ដាណាបានឃើញហើយដឹងពីបុគ្គលិកថាព្រះអង្គម្ចាស់រៀបគម្រោងដើម្បីឲ្យមេរៀនដល់នាងដែលប្រើសន្តាគារឆុងដាងដើម្បីរកប្តីអ្នកមានគាត់ដាក់ពិន័យឲ្យនាងបោកគក់វាំងនឹងទាំងអស់រហូតដល់សក្បុសនៅលើដំបូលផ្ទះនាងបោកគក់វាំងនឹងទាំងរាំនិងស្ដាប់តន្ត្រីយ៉ាងរីករាយសាម៉ាន់ឃើញនាងហើយក៏មានអារម្មណ៍ថាចារិនពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់គេដកការស្ដាប់ត្រចៀកមួយចំហៀងរបស់នាងចេញប៉ុន្តែតន្ត្រីស្រាប់តែបដូរទៅជាសៀវភៅសម្លេងបែបសិចស៊ីរបស់មិត្តនាងវិញធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងនាងព្យាយាមដណ្ដើមយកមកវិញរហូតធ្វើឲ្យពួកគេដួលសង្កត់លើគ្នាដោយភាពភ័យសាម៉ាន់ហើយនាងថាជាមនុស្សស្រីអាភិចំណែកចារិនក៏តក់ស្លុតពេកមិនអាចតបបានបន្ទាប់មកគេក៏យកកន្ត្រកដាក់ខោអាវគ្រប់ក្បាលនាងរួចរត់គេចខ្លួនទៅក្រោយមកដាណាបានមកសួរគេចំថាតើគេកំពុងចាប់ចិត្តលើចារិនមែនឬអត់គេបដិសេធភ្លាមប៉ុន្តែដាណានិយាយថាបើគេពិតជាមិនខ្វល់មែននោះគេគួរតែជួយចារិនឲ្យរកឃើញព្រះអង្គម្ចាស់អ្នកមានដែលនាងកំពុងតែត្រូវការក្រោយពេលធ្វើការរួចចារិនដើរអូសជើងហាក់ដូចជាទៅតែរត់ម៉ារ៉ាតុងមកអញ្ចឹងសាម៉ាន់បង្ហាញខ្លួនឡើងដោយភាពស្រស់ស្រាយហើយក៏ឆ្លៀតឱកាសមកឌឺដងនាងម្ដងទៀតនាងក៏ទៅសួរសុខទុក្ខប្អូនស្រីដែលមិនមែនបង្កើតរបស់នាងនៅមន្ទីរពេទ្យគ្រូពេទ្យម្នាក់សារភាពប្រាប់ថាគេលួចស្រឡាញ់ប្អូនស្រីរបស់ចារិនហើយចង់ទិញចិញ្ចៀនឲ្យនាងប៉ុន្តែមិនដឹងទំហំរាមដៃចារិនក៏លួចយកចិញ្ចៀនប្អូនស្រីនាងទៅឲ្យគ្រូពេទ្យនោះភ្លាមដើម្បីជួយសម្រួលដល់គេជាការតបស្នងគេក៏ផ្ដល់ប្រាក់កម្ចីឲ្យនាងប៉ុន្តែជំនួសឲ្យការប្រើប្រាស់វាឲ្យមានប្រយោជន៍នាងបែរជាយកទៅរកគ្រូទីដើម្បីទិញមុនស្នេហ៍ឲ្យបុរសអ្នកមានចាប់អារម្មណ៍ក្នុងពេលជាមួយគ្នានេះសាម៉ាន់បានទៅសួរសុខទុក្ខលោកឪពុកដែលកំពុងសម្រាប់ព្យាបាលជំងឺយើងបានដឹងថាលោកឪពុកក្រុងឲ្យគេរៀបការជាមួយដាណាដើម្បីទទួលបានទ្រព្យសម្បត្តិដល់ទៅ300 លានដុល្លារថ្ងៃបន្ទាប់សាម៉ាន់បន្តមកបង្ករឿងចារិនទៀតប៉ុន្តែលើកនេះនាងក៏តវត្តវិញយ៉ាងខ្លាំងភ្លាមនោះខ្យល់បក់យ៉ាងស្រាលមកជុំវិញខ្លួននាងហើយក្លិនក្រអូបរបស់នាងធ្វើឲ្យគេលងស្មារតីដោយភាពភ័យស្លន់ស្លោនិងរំជួលចិត្តគាត់រត់ចេញទៅដោយប្រកែកថានាងមានក្លិនស្អុយដោយភាពងឿងឆ្ងល់នាងឆ្ងល់ថាតើគាត់អាចទង់ក្លិនភាពក្រីក្ររបស់នាងដែរឬទេដូច្នេះនាងយកធូបពីក្នុងបន្ទប់ទឹកមកលាបខ្លួនដោយជឿថាក្លិនទាំងនោះជានិមិត្តរូបនៃភាពមានបាននៅពេលក្រោយមកនាងបានពិនិត្យមើលក្រដាសកត់ត្រាពីបុរសក្នុងក្តីស្រមៃរបស់នាងក្រដាសនោះបានហោះចេញពីដៃនាងហើយធ្លាក់លើបុរសម្នាក់ដែលខ្ពស់សង្ហានិងមានមន្តស្នេហ៍ពិតជាប្រភេទបុរសដែលនាងធ្លាប់ស្រមៃចង់បាននាងបានរបូតប៊ូតុងអាវរបស់គាត់ដោយចៃដន្យប៉ុន្តែគាត់បានជួសជុលវាវិញយ៉ាងស្ងប់ស្ងាត់ដោយប្រើប្រាស់កញ្ចប់ដេរតូចមួយនាងសម្លឹងមើលគាត់ដោយភ្នែកភ្លឺថ្លាហើយគិតក្នុងចិត្តថាទីបំផុតខ្ញុំបានរកឃើញបុរសក្នុងក្តីស្រមៃរបស់ខ្ញុំហើយសាម៉ាន់មើលពួកគេពីចម្ងាយដោយមានអារម្មណ៍ខ្ទុកក្តួលដោយភាពប្រច័ណ្ឌដោយមិនស្ទាក់ស្ទើរនាងអង្គុយនៅចំពោះមុខបុរសសង្ហានោះដើម្បីស្វែងយល់ពីគាត់បន្ថែមគាត់ណែនាំខ្លួនថាឈ្មោះកុនជាអ្នកដឹកនាំរឿងកុននិងសិល្បៈដោយភាពជក់ចិត្តនាងបានសន្យាថានឹងមើលថែគាត់អំឡុងពេលស្នាក់នៅប៉ុន្តែកុនបញ្ជាក់ថាគាត់មិនអាចស្នាក់នៅបានទេព្រោះសន្តាគារឆុងដាងទទួលតែសមាជិកប៉ុណ្ណោះដោយភាពជឿជាក់ដែលនាងមិនធ្លាប់ដឹងពីមុនមកនាងប្រាប់គាត់ថាកុំបារម្ភអីពួកគេនឹងលើកលែងករណីពិសេសសម្រាប់អ្នកនៅការិយាល័យដាណាបានចំអកឲ្យសាម៉ាន់ថាពេលដែលបុគ្គលិករបស់គាត់ចាប់ចិត្តព្រះអង្គម្ចាស់រូបនោះបាននាងនឹងចាក់ចេញពីសន្តាគារឆុងដាងភ្លាមនោះចារិនក៏ចូលមកដោយនិយាយថាកុនអាចជាព្រះអង្គម្ចាស់ដែលនាងកំពុងស្វែងរកហើយនាងនឹងយំប្រសិនបើនាងត្រូវធ្វើវាដើម្បីឲ្យសន្តាគារអនុញ្ញាតឲ្យគាត់ស្នាក់នៅគួរឲ្យភ្ញាក់ផ្អើលដាណាបានគាំទ្រនាងដោយនិយាយថាវាជាគំនិតល្អសាម៉ាន់ស្អប់រឿងនេះប៉ុន្តែគាត់ក៏ព្រមព្រៀងទាំងបង្ខំចិត្តចារិនរៀបចំផែនការនាងនឹងធ្វើជាជំពប់ជើងដួលដើម្បីឲ្យកូនចាប់នាងបានហើយលុងស្រឡាញ់នាងប៉ុន្តែមុនពេលនាងធ្វើអ្វីបានកូនក៏អរគុណសាម៉ាន់សម្រាប់ការលើកលែងករណីពិសេសនោះហើយបានលូកដៃឲ្យដោយគួរសមសាម៉ាន់បានបដិសេធគាត់យ៉ាងក្រអឺតក្រទមហើយអ្នកទាំងពីរក៏សម្លឹងមុខគ្នាយ៉ាងគុំគួនក្រឡេកមើលទៅខាងក្រៅព្រំលិខិតក៏ចូលមកដល់ចារិនបានរអិលជើងដួលមែនទែនកូនក៏ជួយចាប់នាងដោយថ្នមហើយនិយាយខ្សឹបដាក់នាងថាអ្នកមានក្លិនក្រអូបខ្លាំងណាស់ចារិនមានអារម្មណ៍រំភើបញាប់ញ័រហើយនាងកាន់តែជឿជាក់ថាកូនគឺជាបុរសដែលនាងកំពុងស្វែងរកដើម្បីទាញចំណាប់អារម្មណ៍នាងឲ្យឃ្លាតឆ្ងាយពីកូនសាម៉ាន់បានដាក់កិច្ចការពិបាកជាច្រើនឲ្យចារិនបន្ទាប់មកគាត់ក៏ទៅរៀនក្បាច់គុនដែលគាត់បានបញ្ចេញកំហឹងទាំងអស់ដោយស្រមៃឃើញមុខរបស់កូនទៅលើគ្រូបង្ហាត់របស់គាត់ទន្ទឹមនឹងនោះចារិនបានឆក់យកបេះដូងបុគ្គលិកសន្តាគារឆុងដាងទាំងអស់សូម្បីតែអ្នករៀបចំការតុបតែងនៅផ្ទះនាងបាននិយាយយ៉ាងផ្អែមល្ហែមជាមួយតុកតាដែលលោកឪពុកបានឲ្យនាងដោយប្រាប់វាថាក្តីស្រមៃរបស់នាងនឹងក្លាយជាការពិតឆាប់នេះប៉ុន្តែរឿងរ៉ាវកាន់តែស្មុគស្មាញនៅពេលដែលគ្រូពេទ្យដែលឲ្យនាងខ្ចីលុយបាននិយាយថាប្អូនស្រីចុងរបស់នាងបានបដិសេធគាត់ដោយចង់ជួយនិងសង្ឃឹមថាគាត់នឹងមិនទាមទារលុយនាងបានណែនាំឲ្យគាត់ព្យាយាមតាមចែកចង់ម៉ែចុងរបស់នាងវិញព្រោះអ្នកទាំងពីរនោះស្និទ្ធស្នាលគ្នាណាស់ព្រឹកព្រលឹមថ្ងៃបន្ទាប់ចារិនកំពុងដូរអំពូលភ្លើងខណៈដែលកូនបានលើកនាងចុះដោយថ្នមធ្វើឲ្យនាងមានអារម្មណ៍ថាព្រំលិខិតពិតជាភ្ជាប់ទំនាក់ទំនងពួកគេមែនជាមួយនឹងពិធីជប់លៀងដ៏សំខាន់របស់សន្តាគារឆុងដាងដែលជិតមកដល់សាម៉ាន់បានឲ្យនាងតុបតែងខ្លួនឲ្យស្អាតឥតខ្ចោះនៅថ្ងៃកម្មវិធីនាងបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតបំផុតទោះបីជានាងញឹមដាក់តែកូនហើយមិនញឹមដាក់សាម៉ាន់ក៏ដោយភ្លាមនោះមានស្ត្រីម្នាក់បាននិយាយចំអកថាចារិនកំពុងតែតាមចាប់បុរសអ្នកមានតែប៉ុណ្ណោះហើយដាណាក៏បានបន្ថែមពាក្យសម្ដីដ៏ពោលទៀតផងនៅពេលដែលមានគេប្រើចារិនឲ្យយកភេសជ្ជៈនាងមានអារម្មណ៍អាម៉ាស់ហើយគិតក្នុងចិត្តថាខ្ញុំត្រូវតែរៀបការជាមួយកូនដើម្បីកុំឲ្យពួកគេមើលងាយខ្ញុំបែបនេះទៀតនាងបានយកសូកូឡាជាអង្កាមមកប៉ុន្តែស្ត្រីម្នាក់នោះបានបោះវាចោលដោយនិយាយថានាងស្អប់វាណាស់ខណៈដែលចារិនចាប់យកប្រអប់ដែលជ្រុះអ្នកទាំងពីរក៏អើជើងដួលទៅលើកម្រាលឥដ្ឋកូនហុចដៃទៅឲ្យនារីម្នាក់ទៀតហើយនិយាយថាចារិននឹងជួយសម្អាតរោគរបស់នាងចារិនមានអារម្មណ៍ថាត្រូវគេក្បត់ប៉ុន្តែសាម៉ាន់បានលុបជង្គង់ចុះហើយនិយាយថាតាមពិតទៅខ្ញុំចូលចិត្តរសជាតិសូកូឡាជាអង្កាមអ្នករាល់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងវាស្ទើរតែដូចជាការសារភាពស្នេហ៍អញ្ចឹងដាណាទេកំភ្លៀងគាត់ប៉ុន្តែគាត់មិនខ្វល់ឡើយថែមទាំងយកអាវក្រៅមកពាក់ឲ្យចារិនហើយនាំនាងចេញទៅក្រោយមកគាត់សួរនាងថាហេតុអ្វីបានជាមិនតបត់នាងហ៊ានស្រែកដាក់គាត់ប៉ុន្តែមិនហ៊ានជាមួយអ្នកដទៃទេនាងនិយាយថាវាជាកំហុសរបស់គាត់ទើបនាងមិនតបត់គាត់ប្រាប់នាងថាគ្មាននរណាអនុញ្ញាតឲ្យស្រែកដាក់នាងបានឡើយលើកលែងតែគាត់ព្រោះគាត់ជាថៅកែរបស់នាងភ្ញាក់ផ្អើលនឹងការផ្លាស់ប្ដូរអេរិយាបថរបស់គាត់ហើយប្រាប់ថាគាត់គួរតែប្រព្រឹត្តចំពោះគូដណ្ដឹងឲ្យបានល្អព្រោះនាងកំពុងខឹងខ្លាំងនៅក្នុងបន្ទប់ទឹកកិនបានបង្កចំនួនជាមួយសាម៉ាន់ដោយរំលឹកថាអ្នកមានឋានៈដូចគាត់មិនអាចនៅជាមួយ
ក្មេងស្រីដូចជាចារិនបានឡើយសាមានប្រាប់យ៉ាងម៉ឺងម៉ាត់ថាកូនត្រូវតែនិយាយឲ្យគោរពដល់នាងដោយចង់ដឹងកូនក៏សួរថាតើគាត់ចាប់អារម្មណ៍នាងដោយសារអាណិតឬស្រឡាញ់ប៉ុន្តែសាមានបានប្រាប់ឲ្យគាត់រកចម្លើយដោយខ្លួនឯងទន្ទឹមនឹងនេះចារិនក៏ទៅសុំទោសនារីម្នាក់ពីឧបត្តិហេតុមុននេះប៉ុន្តែស្រីម្នាក់នោះនិយាយដោយក្រអឺតក្រទុំថាអ្នកក្រតែងតែសុំទោសជានិច្ចចំណែកឯអ្នកដូចជានាងមិនដែលធ្វើបែបនោះឡើយចារិនមានអារម្មណ៍ទេស្អាតហើយដឹងថានាងមិនមែនជាមនុស្សក្នុងពិភពលោកនេះទេសាមានរកឃើញនាងហើយសួរថាមានរឿងអ្វីនាងសារភាពថាគិតថាជីវិតរបស់នាងនឹងផ្លាស់ប្ដូរនៅទីនេះប៉ុន្តែអ្វីហាក់ដូចជាកាន់តែអាក្រក់ទៅគាត់ប្រាប់នាងដោយថ្នមថាគាត់នឹងជួយឲ្យនាងសម្រេចក្តីស្រមៃហើយប្រាប់ឲ្យនាងបិទភ្នែកភ្លាមនោះគាត់ក៏ថើបនាងបង្កឲ្យអ្នកជុំវិញខ្លួនភ្ញាក់ផ្អើលនៅខាងក្រៅនាងនៅតែមានអារម្មណ៍ស្រឡាំងកាំងនាងតែងតែគិតថាគាត់ស្អប់នាងគាត់ពន្យល់ថាគាត់ពិតជាចង់ជួយនាងមែនតាមរយៈការថើបជាមួយនាយកទូតនៃសន្តាគារឆុងដាងឋានៈរបស់នាងក្នុងចំណោមអ្នកមាននឹងកើនឡើងភ្លាមនាងមានអារម្មណ៍ថាគាត់ធ្វើបែបនេះព្រោះតែអាណិតហើយនាងបដិសេធរាល់ការទទួលបានសេចក្តីអាណិតពីនរណាក៏ដោយនៅលើតាក់ស៊ីនាងឈប់គិតពីរឿងថើបនោះមិនបានឡើយដោយចង់ដឹងនាងក៏សួរថាអ្នកបើកបរបុរសម្នាក់អាចថើបនរណាម្នាក់ដែលខ្លួនគ្មានអារម្មណ៍លើអ្នកបើកបរយកច្រឡំហើយនិយាយដោយខឹងថាគាត់នឹងវាបុរសដែលចូលចិត្តដើរព្រាននោះនៅកន្លែងផ្សេងទៀតសាមានក៏មិនអាចឈប់គិតពីការថើបនោះក្នុងចិត្តដែលគាត់ចងចាំគ្រប់យ៉ាងសូម្បីតែស្រមៃឃើញនាងនៅឯផ្ទះគ្រូពេទ្យធ្វើតាមយោបល់របស់ចារិនហើយព្យាយាមជូនកាដូដល់ស្ត្រីគ្រប់រូបប៉ុន្តែគ្មាននរណាយកឡើយដូច្នេះបរិយាកាសពិតជាមិនស្រួលសោះប្អូនស្រីម្នាក់របស់នាងឃើញចារិនមើលទៅស្លេកស្លាំងក៏យកអាហារឲ្យនាងដោយសង្ឃឹមថានាងមិនធ្លាក់ខ្លួនឈឺថ្ងៃបន្ទាប់ចារិនមានអារម្មណ៍ខ្មាស់អៀនប៉ុន្តែសាមានប្រាប់នាងដោយស្ងប់ស្ងាត់ថាគ្មានអ្វីត្រូវគេចគាត់ឡើយវាគ្រាន់តែជាការថើបប៉ុណ្ណោះឃើញគាត់ធ្វើខ្លួនធម្មតានាងក៏ធ្វើជាយល់ព្រមទោះបីជានាងនិយាយបែបនោះដើម្បីតែសម្ដីគាត់ក៏ដោយនាងបន្តការងាររហូតដល់កូនចូលមកចិត្តនាងដោយធ្វើជាចិត្តល្អនឹងរស់រាយស្រាប់តែគាត់អញ្ជើញនាងទៅស្ទូឌីយោរបស់គាត់ហើយនាងក៏យល់ព្រមដោយមិនបានគិតនាងមិនដឹងថាកូនកំពុងធ្វើបែបនេះដើម្បីឌឺដងសាមានដោយភាពរំភើបនាងរត់ទៅប្រាប់សាមានគាត់មើលមកនាងដោយមិនជឿថានាងនឹងទៅមែននាងធានាថាខ្លួននឹងទៅមុនពេលចាក់ចេញនាងលេងសើចនឹងគាត់ដោយចង់សាកល្បងអ្វីមួយនាងព្យាយាមថាបគាត់ម្ដងទៀតដោយក្តីភ័យព្រោះនាងនៅចិត្តពេកគាត់ក៏ដកថយដើម្បីកុំឲ្យគេដឹងថាគាត់ខ្វល់ពីការដែលនាងទៅជួបកូនគាត់ក៏នាំនាងទៅទិញទំនិញដើម្បីជ្រើសរើសសម្លៀកបំពាក់ប៉ុន្តែបន្ទាប់ពីសាកឈុតម្ដងមួយមកពួកគេក៏ឆ្លោះគ្នាព្រោះយោងតាមសម្ដីគាត់នាងមានរចនាប័ទ្មស្លៀកពាក់មិនសមសោះនៅស្ទូឌីយោកូនទទួលនាងដោយអាហារដោយធ្វើខ្លួនកក់ក្ដៅនឹងគ្រប់ត្រូលនៅពេលគាត់ដឹងថានាងចូលចិត្តគូរូបគាត់ក៏លើកទឹកចិត្តឲ្យនាងដើរតាមចំណង់ចំណូលចិត្តរបស់នាងហើយធ្វើអ្វីដែលធ្វើឲ្យនាងមានសុភមង្គលពិតប្រាកដនាងពន្យល់ថាខ្លួនមិនបានកើតក្នុងបរិយាកាសដែលនាងអាចមានក្តីស្រមៃឡើយនាងត្រូវតែធ្វើការដើម្បីរស់កូនបង្ហើបថាគាត់ក៏មកពីគ្រួសារក្រីក្រដែរហើយណែនាំថាពួកគេគួរធ្វើការជាមួយគ្នាលើគម្រោងមួយដែលធ្វើឲ្យនាងមានអារម្មណ៍ថាជាលើកដំបូងដែលមាននរណាម្នាក់គ្រប់គ្រងនាងយ៉ាងពិតប្រាកដទន្ទឹមនឹងនោះសាមានមិនអាចបំភ្លេចការថើបទី2ដែលស្ទើរតែកើតឡើងនោះចេញពីក្បាលបានឡើយរូបភាពដែលនាងនៅចិត្តកូនធ្វើបាបចិត្តសាមានដោយភាពប្រច័ណ្ឌបន្ទាប់មកដាណាក៏ភូតកុហកចារិនថាខ្លួននឹងសាមានកំពុងជួយនាងដើម្បីរកព្រះអង្គម្ចាស់របស់នាងឲ្យឃើញទើបនាងអាចខ្លាចជាស៊ីនដឺរ៉េឡាបានពេលឃើញចារិនមានទឹកមុខមិនសប្បាយចិត្តដាណាក៏សួរថាមានរឿងអ្វីតែចារិនដែលកំពុងមុំម៉ៅបានឆ្លើយថាគ្មានអ្វីសំខាន់ទេរួចដើរចេញទៅយប់នោះមានក្មេងទំនើង2នាក់ព្យាយាមចាប់ចម្រិតនាងបានប្រើថ្នាំបាញ់ការពារខ្លួនប៉ុន្តែដោយសារភាពភ័យស្លន់ស្លោនាងបែរជាបាញ់ចូលភ្នែកខ្លួនឯងហើយចុងក្រោយក៏ធ្លាក់ទៅក្នុងឡានរបស់ពួកគេនៅពេលដែលនាងមិនបានត្រឡប់ទៅផ្ទះមិត្តភ័ក្តិរបស់នាងក៏ទៅសន្តាគារឆុងដាងហើយជួបជាមួយសាមានដែលប្រាប់ថាចារិនបានចេញទៅច្រើនម៉ោងហើយទន្ទឹមនឹងនេះចារិនក៏ព្យាយាមចរចាជាមួយអ្នកចាប់ចម្រិតដោយពន្យល់ថាគ្រួសាររបស់នាងនឹងមិនបង់ប្រាក់លុះឲ្យឡើយពួកគេប្រាប់នាងថាពួកគេមិនចង់បានលុយទេគឺពួកគេចង់កោសក់នាងដើម្បីឲ្យនាងមើលទៅអាក្រក់ដោយភាពភ័យខ្លាចនាងបានប្រើប្រាស់បញ្ជីសម្លេងលើទូរស័ព្ទដើម្បីផ្ញើសារទៅកាន់មិត្តភ័ក្តិរបស់នាងថាខ្លួនត្រូវបានគេចាប់ចម្រិតសាមានបានប្រញាប់ប្រញាល់ចេញទៅជួយនាងយ៉ាងខ្លាំងដោយត្រូវបានលងបន្លំដោយការចងចាំពីអាហារពេលល្ងាចដ៏អាក្រក់ក្នុងវ័យកុមារគាត់បានទៅដល់ទាន់ពេលវេលាដោយវាយតប់ក្មេងទំនើងទាំងនោះហើយរំដោះនាងបានយ៉ាងឆាប់រហ័សមិនយូរប៉ុន្មានបុរសដែលភ័យខ្លាចទាំងនោះក៏សារភាពថាពួកគេគឺជាពូរបស់ដាណាពួកគេគ្រាន់តែចង់បំភ័យនាងប៉ុណ្ណោះប៉ុន្តែចារិនបានសម្រេចចិត្តសងសឹកនាងបានដកចិញ្ចាមពួកគេវិញដែលហ៊ានគំរាមកោសក់នាងថែមទាំងថតរូបបង្ហោះតាមអនឡាញទៀតផងពេលត្រឡប់ដល់ផ្ទះបញ្ហាថ្មីមួយទៀតក៏រងចាំនាងគ្រូពេទ្យដែលនាងបានជួយឲ្យស្រឡាញ់ប្អូនស្រីរបស់នាងបែរជាក្បត់ប្អូនស្រីនាងហើយនៅពេលសួរដេញដោលគេបែរជាបន្ទោសចារិនដែលទទួលលុយពីគេគ្រួសាររបស់នាងស្ដីបន្ទោសនាងដោយចោទប្រកាន់ថានាងតែងតែគិតតែពីរឿងលុយកាក់ប៉ុណ្ណោះនៅចំពេលដែលមានភាពតានតឹងនេះការពិតមួយក៏បានលេចចេញមកលោកឪពុករបស់នាងតាមពិតទៅក្រីក្រទេហើយម៉ែចុងរបស់នាងទេដែលជាអ្នកមានលុយទន្ទឹមនឹងនេះសាមានបានសួរដេញដោលដាណានាងធ្វើជាមិនដឹងមនុស្សដោយឥតខ្មាស់ថានាងមិនពាក់ព័ន្ធនឹងការចាប់ចម្រិតដែលរៀបចំដោយពូរបស់នាងទេប៉ុន្តែគាត់ដឹងថានាងកំពុងភូតកុហកគាត់ប្រមាននាងថាប្រសិនបើនាងហ៊ានធ្វើលើពីនេះទៀតគាត់នឹងមិនស្ទាក់ស្ទើរក្នុងការបញ្ចប់ការភ្ជាប់ពាក្យរបស់ពួកគេឡើយដោយគ្មានកន្លែងទៅចារិនក៏ត្រឡប់ទៅខ្ទមតូចចាស់របស់នាងវិញអាកាសធាតុត្រជាក់ខ្លាំងណាស់នាងស្ទើរតែទ្រាំមិនបានហើយនាងចារិនក្រោកពីដំណេកទាំងទឹកមិនហូរនាងខឹងនឹងសំណាងខ្លួនឯងដែលហាក់ដូចជាមិនស្រឡាញ់នាងសោះនាងប្រញាប់ទៅធ្វើការហើយឃើញសាមានកំពុងបង្រៀនបុគ្គលិកពីរបៀបការពារខ្លួននាងសម្រេចចិត្តរៀនដែរហើយពួកគេក៏ចាប់ផ្ដើមលេងដាក់គ្នាពេលនោះកិនក៏បង្ហាញខ្លួនមកកិនបាននិយាយថាគេរីករាយដែលបានចំណាយពេលជាមួយនាងនៅស្ទូឌីយោហើយពួកគេក៏ជេរគ្នាមួយសន្ទុះក្រោយមកសាមានសួរថាតើពួកគេនិយាយអ្វីខ្លះដើម្បីឲ្យសាមានខឹងចារិនក៏ប្រាប់ថាកិនហាក់ដូចជាចាប់អារម្មណ៍លើនាងប៉ុន្តែសាមានប្រមាននាងកុំឲ្យចាញ់បោកគេសាមានអះអាងថាកិនមើលងាយអ្នកក្រខុសពីខ្លួនគេដែលមិនដូចបែបនោះដូច្នេះចារិនក៏សាកល្បងចិត្តគាត់នាងប្រាប់ឲ្យគាត់មកដេកផ្ទះកំសត់របស់នាងដើម្បីបញ្ជាក់ថាគាត់ជាមនុស្សចេះបន្ទាបខ្លួនពិតប្រាកដពេលមកដល់សាមានព្យាយាមសម្របខ្លួនទៅនឹងពិភពរបស់នាងដោយមិនបង្ហាញភាពក្រអឺតក្រទមដោយសារគ្មានហ្គាសពួកគេក៏ចេញទៅស្ងោរមីញ៉ាំនៅខាងក្រៅនៅទីនោះចារិនបានបើកចិត្តនិយាយនាងសារភាពថាគ្រួសារម៉ែចុងរបស់នាងមិនមែនជាមនុស្សអាក្រក់ឡើយគឺនាងទេដែលធ្វើខ្លួនឲ្យឃ្លាតឆ្ងាយតាំងពីក្មេងមកសាមានក៏លួងលោមនាងយ៉ាងទន់ភ្លន់នៅកន្លែងមួយទៀតប្អូនស្រីរបស់នាងកំពុងបង្កចំនួនជាមួយគ្រូពេទ្យដោយវីដំគេនាងស្រែកស្ដីឲ្យគ្រូពេទ្យដែលកុហកនិងដែលហ៊ានយកលុយមកទិញការជួយពីចារិននាងសន្យាថានឹងសងលុយគ្រប់សេនឲ្យវិញនាងបញ្ជាក់ថាឈប់ចង់ឃើញមុខគេទៀតហើយត្រឡប់មកផ្ទះវិញចារិននិងសាមានស្ទើរតែក៏ស្លាប់ដោយសារត្រជាក់
ការព្យាករណ៍អាកាសធាតុបង្ហាញថាយប់នេះនឹងកាន់តែត្រជាក់ខ្លាំងចារិនមានអារម្មណ៍ខុសទើបប្រាប់ឲ្យសាមញ្ញត្រឡប់ទៅវិញប៉ុន្តែគាត់មិនព្រមពេលស្រមៃឃើញថាពួកគេនឹងត្រូវកកស្លាប់ស្រាប់តែឃើញពួកគេមកដល់ផ្ទះរបស់សាមញ្ញនាងចូលងូតទឹកក្តៅប៉ុន្តែមិនចេះបិទទឹកពេលសាមញ្ញចូលទៅជួយទាំងភ័យគាត់ក៏អើជើងធ្វើឲ្យពួកគេដួលគៀកគ្នាខ្លាំងប្អូនស្រីរបស់នាងទូរស័ព្ទមកប្រាប់ថាម៉ៃចុងមិនព្រមញ៉ាំអីតាំងពីនាងចេញទៅចារិនអរគុណសាមញ្ញចំពោះគ្រប់យ៉ាងប៉ុន្តែនាងត្រូវតែទៅសាមញ្ញព្យាយាមខាត់មិនឲ្យនាងទៅប៉ុន្តែនាងពន្យល់ថាដល់ពេលត្រូវផ្សះផ្សាជាមួយគ្រួសារហើយពេលទៅដល់នាងឃើញពួកគេស្រវឹងជោគជាំប៉ុន្តែនាងនៅតែសុំទោសពួកគេដោយស្មោះត្រង់នាងសារភាពថាការប្រព្រឹត្តរបស់នាងកន្លងមកដោយភាពអាត្មានិយមព្រោះនាងមិនដែលជឿថាពួកគេអាចក្លាយជាគ្រួសារពិតប្រាកដបានឡើយទាំងទឹកភ្នែកពួកគេអត់គ្នាជាប់យ៉ាងណែនដោយលះបង់ចោលនៅការស្អប់ខ្ពើមទន្ទឹមគ្នានោះលោកឪពុករបស់សាមញ្ញនៅតែសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យមិនមែនដោយសារជំងឺទេប៉ុន្តែគាត់ធ្វើពុតជាឈឺដើម្បីបង្ខំឲ្យសាមញ្ញរៀបការជាមួយដាណានៅទីនេះត្រូវបានទម្លាយថាម្ដាយរបស់សាមញ្ញក៏ធ្លាប់ជាស៊ីនដឺរ៉េឡាម្នាក់ដែរគាត់រៀបការដោយសារលុយកាក់ប៉ុន្តែច្រើនឆ្នាំក្រោយមកគាត់ត្រូវបានគេបង្ខំឲ្យចាក់ចេញដោយសារការចោទប្រកាន់មិនពិតហើយត្រូវបោះបង់ចោលកូនប្រុសតូចរបស់គាត់ដែលបន្សល់ទុកនៅស្នាមរបួសក្នុងចិត្តរបស់សាមញ្ញថ្ងៃបន្ទាប់សន្តាគារឆុងដាងប្រមូលផ្ដុំគ្នាដើម្បីបើកភ្លើងដាំឈើណូអែលនារីម្នាក់ដែលធ្លាប់បានធ្វើឲ្យចារិនបាក់មុខកំពុងឈរនៅក្បែរដាណានាងជិះតែលើអត់ដើម្បីឲ្យចារិនខ្មាស់គេចារិនខំទប់អារម្មណ៍ហើយដើរទៅរករបស់របរមកសម្អាតប៉ុន្តែនារីម្នាក់នោះចោទប្រកាន់ថាចារិនកំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីបុរសអ្នកមានចារិនចង់ចាំពាក្យណែនាំរបស់សាមញ្ញពេលមាននរណាម្នាក់មករករឿងអ្នកត្រូវឆ្លើយតបទៅវិញកុំនៅស្ងៀមឲ្យសោះដោយភាពជឿជាក់នាងតាំងជាមួយនារីម្នាក់នោះដែលធ្វើឲ្យនាងភ័យស្លន់ស្លោហើយរត់គេចខ្លួនបាត់ពេលនេះកនបានចូលមកការពារចារិនដោយនិយាយថានាងគ្រាន់តែឆ្លើយតបទៅនឹងការរករឿងប៉ុណ្ណោះខណៈពេលដែលសាមញ្ញកំពុងសម្លឹងមើលការយកចិត្តទុកដាក់ដែលកនផ្ដល់ឲ្យនាងចារិនព្យាយាមពន្យល់ថានាងមិនមានអារម្មណ៍អ្វីជាមួយកនឡើយប៉ុន្តែសាមញ្ញបែរជាប្រតិកម្មមិនសមរម្យដោយចោទប្រកាន់នាងថាបានលេងសើចនឹងអារម្មណ៍របស់គេនៅក្នុងបន្ទប់ទឹកគេបង្ករឿងជាមួយកនបណ្ដាលឲ្យកនខឹងសម្បាហើយពួកគេចាប់ផ្ដើមឈ្លោះប្រកែកគ្នាដូចក្មេងនៅពីពេញសន្តាគារឆុងដាងដើម្បីខាត់ពួកគេចារិនបានវាយក្បាលសាមញ្ញហើយស្ត្រីម្នាក់ទៀតក៏វាយកនចង់ដឹងថាហេតុអ្វីបានជាគេធ្វើបែបនេះនាងវាយគេខណៈដែលនាងស្ដីបន្ទោសសាមញ្ញចំពោះអកប្បកិរិយាដូចក្មេងរបស់គេដោយជឿចាប់នឹងការប្រមាថលើសេចក្ដីថ្លៃថ្នូររបស់ខ្លួនសាមញ្ញរំលឹកនាងថាគេនៅតែជាចៅហ្វាយរបស់នាងហើយដូចសពមួយដងការឈ្លោះប្រកែកគ្នាក៏ផ្ទុះឡើងពេលនាងដើរចេញនាងក៏ប៉ះទង្គិចជាមួយស្ត្រីម្នាក់ដែលបានវាយកនដែលតាមពិតទៅគឺជាម្ដាយរបស់សាមញ្ញដោយភាពសោកសៅស្ត្រីរូបនោះបានរៀបរាប់ពីដំណើរជីវិតរបស់គាត់កាលពីអតីតកាលគាត់ក៏ធ្លាប់ជាស៊ីនដឺរ៉េឡាម្នាក់ដែរក្រីក្រត្រូវបានម្ដាយក្មេកស្អប់ខ្ពើមត្រូវបានគេចោទប្រកាន់ខុសថាមានសហាយស្មន់និងត្រូវបង្ខំឲ្យចាក់ចេញដោយបោះបង់ចោលកូនប្រុសតូចរបស់គាត់ចារិនសម្រាប់ចិត្តជួយឲ្យពួកគេបានជួបគ្នាវិញនៅពេលសាមញ្ញដឹងថាស្ត្រីនោះជានរណាគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដាយរបស់គេព្យាយាមពន្យល់គ្រប់យ៉ាងប៉ុន្តែគេបដិសេធមិនស្ដាប់ហើយដើរចេញទាំងទឹកភ្នែកដោយជឿជាក់ថាគាត់ត្រឡប់មកវិញគឺដើម្បីតែលុយប៉ុណ្ណោះគាត់ទូថាគាត់ស្រឡាញ់គេខ្លាំងណាស់ហើយបានអបគេដើម្បីឲ្យគេស្ងប់អារម្មណ៍ចុងក្រោយគេត្រឡប់មកស្ដាប់រឿងរ៉ាវរបស់គាត់ហើយបានសុំអបគាត់ម្ដងទៀតចាប់ពីពេលនោះមកគេសម្រេចចិត្តថានឹងមិនចាក់ចេញពីគាត់ទៀតឡើយគាត់គឺជាមនុស្សតែម្នាក់គត់ដែលស្រឡាញ់គេពិតប្រាកដយប់បន្ទាប់មកគេចេញទៅទិញផ្កានិងកាដូសម្រាប់ចារិនប៉ុន្តែគេក៏បានជួបជាមួយគូដណ្ដឹងដែលកំពុងតែខឹងសម្បាយ៉ាងខ្លាំងពេលឃើញកាដូទាំងនោះនាងក៏ទាមទារចង់ដឹងថាគេនឹងទៅណាដោយចង់ទៅកន្លែងស្ងប់ស្ងាត់ជាងនេះគេក៏សារភាពថាគេស្រឡាញ់ចារិនដាណាបានឆ្លើយតបដោយត្រជាក់ថាពេលនេះនាងដឹងពីចំណុចខ្សោយរបស់គេហើយនាងនឹងប្រើវាដើម្បីបំបែកពួកគេចេញពីគ្នាប្រសិនបើគាត់មិនព្រមចាក់ចេញពីចារិនទេនាងនឹងធ្វើឲ្យជីវិតរបស់ចារិនជួបតែទុក្ខវេទនាភាពភ័យខ្លាចបានគ្របដណ្ដប់លើរូបគាត់នៅពេលដែលគាត់នឹកឃើញពីរបៀបដែលពាក្យចាមអារ៉ាមបានបំផ្លាញម្ដាយរបស់គាត់ដូច្នេះគាត់ក៏សម្រេចចិត្តចុះចាញ់នឹងការគំរាមកំហែងរបស់ដាណាព្រឹកបន្ទាប់គាត់បានមកដល់សន្តាគារឆុងដាងដើម្បីប្រកាសថាឆាប់នេះនឹងមានសាមញ្ញប្រកាសថាឆាប់នេះនឹងមានពិធីមង្គលការមួយដែលធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងសន្តាគារឆុងដាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេសួរថាតើជាពិធីមង្គលការរបស់នរណាគូដណ្ដឹងរបស់គាត់ក៏បង្ហាញខ្លួនហើយបញ្ជាក់ថាវាជាពិធីរបស់នាងចារិនមានការស្រឡាញ់កាំងនាងមិនអាចយល់បានថាហេតុអ្វីបានជាគាត់អាចទៅរៀបការជាមួយអ្នកដទៃបែបនេះនាងមានអារម្មណ៍ថាខ្លួនបានធ្វើកំហុសដែលស្រឡាញ់គាត់ហើយអារម្មណ៍ទាំងនោះគឺមិនមានអ្វីក្រៅពីជាល្បែងដ៏ខុសខើសម្រាប់គាត់នោះទេថ្ងៃបន្ទាប់នៅពេលដែលអ្នកគ្រប់គ្នាទៅធ្វើការសន្តាគារឆុងដាងត្រូវបានបិទដោយមានសេចក្តីជូនដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលពួកគេគិតថាគាត់កំពុងរវល់រៀបចំពិធីមង្គលការដោយភាពមោះមុតចារិនបានទៅផ្ទះរបស់គាត់ដើម្បីសុំកុំឲ្យគាត់រៀបការប៉ុន្តែគាត់បាននិយាយយ៉ាងត្រជាក់ដាក់នាងឲ្យចាក់ចេញទៅដោយប្រាប់ថាឲ្យនាងបំភ្លេចក្តីស្រមៃចង់រៀបការជាមួយអ្នកមានទៅដោយការជឿចាប់និងខឹងសម្បានាងបានតែកំភ្លៀងគាត់មួយដៃរួចចាក់ចេញទាំងទឹកភ្នែកយប់នោះឪពុករបស់ដាណាបានសម្រុកចូលទៅក្នុងសន្តាគារឆុងដាងហើយបំភ្លេចបំផ្លាញគ្រប់យ៉ាងព្រមទាំងបានដាល់សាមញ្ញព្រោះតែខឹងសម្បាដែលគាត់លុបចោលពិធីមង្គលការក្រោយមកចារិនបានទទួលកញ្ចប់មួយដែលក្នុងនោះមានរូបគំនូររបស់សាមញ្ញនិងសម្បត្តិមួយក្នុងសម្បត្តិនោះគាត់សរសេរថាគាត់តែងតែមើលឃើញនាងជាអ្នកចម្បាំងម្នាក់មិនមែនជាស៊ីនដឺរ៉េឡាឡើយភ្លាមនោះមិត្តរួមការងារបានតែមកប្រាប់នាងថាសន្តាគារឆុងដាងមិនបានបិទដោយសារបុណ្យទានទេគឺវាបានខ្សែធនទៅហើយដោយភាពព្រួយបារម្ភនាងបានប្រញាប់ទៅទីនោះនៅពេលឮសំឡេងរំខាននាងចាប់ផ្ដើមភ័យស្លន់ស្លោដោយគិតថាវាគឺជាចោលម្នាក់ប៉ុន្តែវាគឺជាសាមញ្ញនាងបានតាំងនឹងគេដែលលាក់បាំងការពិតហើយដោយមិនស្ទាក់ស្ទើរនាងក៏សារភាពថាស្រឡាញ់គេដោយភាពភ្ញាក់ផ្អើលគេប្រាប់នាងថាពេលនេះគេអស់ខ្លួនហើយនឹងគ្មានអ្វីអាចផ្ដល់ឲ្យនាងបានឡើយនាងឆ្លើយតបថាខ្លួនមិនខ្វល់ឡើយនាងចង់នៅជាមួយគេទោះបីគេគ្មានលុយកាក់ក៏ដោយនាងនាំគេទៅផ្ទះដែលគេត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ម្ដាយនិងបងប្អូនស្រីរបស់នាងយប់នោះពួកគេដេកជាមួយគ្នាហើយនៅពេលព្រឹកពួកគេភ្ញាក់ឡើងទាំងភ័យព្រួយព្រោះគ្រប់គ្នាកំពុងសម្លឹងមើលពួកគេគ្រួសាររបស់នាងរៀបចំអាហារពេលព្រឹកហើយគេក៏ញ៉ាំដោយក្តីរំភើបដោយពេញចិត្តនឹងសេចក្តីស្រឡាញ់ក្នុងម្ហូបអាហាររបស់ពួកគេក្រោយមកគេទៅសួរសុខទុក្ខលោកឪពុករបស់គេយើងបានដឹងថាបន្ទាប់ពីត្រូវឪពុករបស់ដាណាវីដំលោកឪពុករបស់សាមញ្ញក៏មកដល់ហើយស្ដីបន្ទោសគេដោយទូចថាចារិនគ្រាន់តែចង់បានលុយពីគេប៉ុណ្ណោះប៉ុន្តែសាមញ្ញអះអាងប្រាប់លោកថាអារម្មណ៍របស់គេគឺពិតប្រាកដដើម្បីលបងសេចក្តីស្រឡាញ់របស់នាងលោកឪពុករបស់គេបានដកហូតទ្រព្យសម្បត្តិទាំងអស់ហើយទុកឲ្យគេនៅខ្លួនទេដើម្បីមើលថាចារិននៅតែចង់បានគេដែរឬទេមិនយូរប៉ុន្មានម្ដាយរបស់សាមញ្ញក៏មកដល់ហើយឪពុកម្ដាយក៏ត្រូវរកគ្នាវិញបន្ទាប់ពីឃ្លាតឆ្ងាយពីគ្នារាប់ឆ្នាំមិនយូរប៉ុន្មានពួកគេក៏ហៅសាមញ្ញដោយប្រាប់គេថាគេនឹងត្រឡប់មកគ្រប់គ្រងសន្តាគារវិញនឹងគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារពួកគេចង់សងការខកខានកន្លងមកទន្ទឹមគ្នានោះដាណាបានទៅជួបគ្រូទីដោយសង្ឃឹមថានឹងរកឃើញគូព្រេងពិតប្រាកដរបស់នាងនៅកន្លែងផ្សេងទៀតចារិនទទួលបានទូរស័ព្ទអ្នកផលិតម្នាក់បានពិនិត្យមើលស្នាដៃសិល្បៈរបស់នាងហើយចង់ឲ្យនាងចូលរួមក្នុងគម្រោងគំនូរជីវចលដោយក្តីរំភើបនាងរត់ទៅចែករំលែកដំណឹងនេះនៅទីបំផុតនាងយល់ពីសាររបស់លោកឪពុកនាងដែលថាការស្វែងរកដៃគូគឺគ្រាន់តែជាផ្លូវមួយ
ឆ្ពោះទៅរកភាពជោគជ័យមិនមែនជាព្រំលិខិតរបស់នាងឡើយប៉ុន្មានខែក្រោយមកម៉ែចុងរបស់នាងក៏សម្រាលកូនហើយគ្រួសារទាំងមូលអបអរសាទរការមកដល់នៃសមាជិកថ្មីយូទៅចារិនបំពេញក្តីស្រមៃរបស់នាងបានសម្រេចនឹងក្លាយជាអ្នកគំនូរដ៏ជោគជ័យម្នាក់នាងនិងសាមញ្ញបច្ចុប្បន្នរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនៅឈុតចុងក្រោយគ្រប់គ្នាជួបជុំគ្នានៅសន្តាគារដើម្បីទស្សនាខ្សែភាពយន្តគំនូរជីវចលរបស់នាងសំនឹងរឿងនេះណាភាពយន្តគឺនិយាយអំពី Cinderella ដែលចារិនបង្ហាញថាយើងត្រូវដើរតាមក្តីសុខរបស់យើងហើយចងចាំថាពួកយើងគឺយើងតែងតែជាតួឯកក្នុងជីវិតផ្ទាល់ខ្លួនជាមួយគ្នានេះរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមនេះក៏ឈានមកដល់ទីបញ្ចប់ដូច្នេះមិត្តទាំងអស់គ្នារឿងរ៉ាវដ៏ស្រស់ស្អាតនេះសូមបញ្ចប់ត្រឹមនេះបើអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះកុំភ្លេចចុច like ម្នាក់មួយផងចុច Subscribe និងបើកសញ្ញាកណ្ដឹងផងណាជួបគ្នាវីដេអូក្រោយអរគុណ